បងប្អូនអរគ្នារដូវកាលនេះគេហៅថារដូវកាល Green Season ដែលបងប្អូនអាចធ្វើដំណើរទេសចរទៅកាន់តំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជាផងដែរទូយ៉ាងថ្ងៃនេះខ្ញុំបានទៅលេងតំបន់អេកូទេសចរសហគមន៍ជីផាតសូមរីករាយជាមួយខ្ញុំដូចតទៅជំរាបសួរបងប្អូនអរគ្នាឥឡូវនេះខ្ញុំបាទឆៃកំពុងតែនៅលើផ្លូវលបឿនលឿន Station ផ្លូវលបឿនចេញពីភ្នំពេញយើងហ្នឹងគឺឆ្ពោះទៅកាន់សហគមន៍អេកូទេសចរជីផាតបាទហើយខ្ញុំនឹងជួបបងប្អូនទៅលេងទីនោះផ្លែតទៅមើលទឹកធ្លាក់ដ៏ស្អាតប៉ុណ្ណាឥឡូវនេះចាប់តាំងពីផ្លូវលបឿនលឿនបានបើកដំណើរការកាលពីចុងឆ្នាំ2022មកខ្ញុំបាទនិងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាដែលធ្វើដំណើរទៅមកពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុនោះគឺចំណេញពេលវេលាខ្លាំងហើយទូយ៉ាងថ្ងៃនេះខ្ញុំបាទបានទៅលេងនៅសហគមន៍អេកូទេសចរជីផាតក៏ធ្វើដំណើរតាមផ្លូវនេះរួចក៏បត់ចូលទៅតាមផ្លូវលេខ48ផ្លូវពីផ្លូវជាលេខ4ទៅកាន់កោះកុងហើយក៏ធ្វើដំណើរកាត់តាមស្ពានស្រែអំបិលមើលដៃព្រែកដៃអីចឹងទៅហើយក៏មានផ្លូវមួយបត់ស្ដាំចូលមកផ្លូវគ្រូក្រហមនេះគឺផ្លូវទៅសហគមន៍អេកូទេសចរជីផាតធ្វើដំណើរតែប្រហែលជា20នាទីបងប្អូននឹងមកដល់កំពង់ចម្លងមួយដែលចម្លងឡានទៅត្រង់ម្ខាងទៀតគឺកំពង់ចម្លងសហគមន៍អេកូទេសចរជីផាតដែលទីនេះមិនត្រឹមតែជាកន្លែងដែលមានស្ទឹងស្អាតនោះទេថែមទាំងជាទីប្រជុំជនមួយនៅក្នុងឃុំជីផាតនេះផងដែរហើយបងប្អូនគ្រាន់តែទិញសម្បត្តិសាឡាងដើម្បីឆ្លងទៅដោយតែបាននិយាយកាលពីព្រឹកមិញអញ្ចឹងគឺយើងមកលេងនៅសហគមន៍អេកូទេសចរជីផាតហើយខណៈពេលនេះខ្ញុំបានមកដល់កំពង់ចម្លងទៅកាន់សហគមន៍អេកូទេសចរជីផាតនៅខាងនោះទីទៀតយើងនឹងឆ្លងទៅទាំងអស់គ្នាហើយទៅមើលកន្លែងដើរលេង2-3កន្លែងដូចជាឆាយពោះឆាយជ្រៃជាដើមសហគមន៍អេកូទេសចរជីផាតបច្ចុប្បន្នត្រូវបានចាត់ទុកជាតំបន់ទេសចរមួយដ៏សំខាន់និងទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរមកធ្វើទេសចរបែបផ្សងព្រេងសិក្សាស្រាវជ្រាវបុរាណវិទ្យាប្រពៃណីវប្បធម៌អរិយធម៌និងធម្មជាតិនៃសត្វព្រៃជាដើមសហគមន៍នេះត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសហគមន៍គំរូហើយទទួលបាននៅជ័យលាភីពានរង្វាន់សម្ដេចតេជោសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរនិងជ័យលាភីទស្សនៈនៅកម្ពុជាឥឡូវនេះខ្ញុំបាទនឹងជូនបងប្អូនទៅលេងកន្លែងទេសចរមួយគេហៅថាកោះសធនស្ថិតនៅក្នុងឃុំជីផាតអូយើងបានមកដល់កោះសធនហើយបងប្អូនណែតែឥឡូវនឹងចូលកើតអត់នេះមានអង្គរៈនៅចាំផ្លូវនេះហើយខ្ញុំតែឃើញអង្គរៈគេចឹងហើយខ្ញុំមានអារម្មណ៍ថាដូចមិនអត់ចង់ឲ្យឈានចូលទៅហ្មងអេសុំចូលបានអត់ឥឡូវអត់បើកផ្លូវឲ្យទៅសោះហ្មងបងប្អូនខ្ញុំបានមកដល់កោះសធនហើយនេះជាស្ពានយោលកោះសធនតែមិនហ៊ានអង្គើខ្លាចជ្រុះបាត់ទូរស័ព្ទគ្មានអីសងកាមេរ៉ាមែនទេបងប្អូនអរគុណឥឡូវចូលទៅហើយពួកនេះឲ្យខែគុំណាឆាយខ្ពស់គឺជាទឹកធ្លាក់មួយកន្លែងនៅក្នុងឃុំជីផាតដែលមានសម្រស់យ៉ាងស្រស់ស្អាតហើយមានតែមួយដំណាក់តែប៉ុណ្ណោះហើយបងប្អូនអាចគយគុណសម្រស់នៃឆាយខ្ពស់នេះដោយសារតែវាមានទំហំធំហើយប្រភពទឹកគឺមកពីជួរភ្នំក្រវាញខាងក្រៅខ្ញុំនេះគឺទឹកធ្លាក់ឆាយខ្ពស់ហើយបងប្អូនអាចឃើញសម្រស់ទឹកធ្លាក់ឆាយខ្ពស់ស្អាតទេបងប្អូនអរគ្នាខ្ញុំជួយបងប្អូនអរគ្នាទៅមើលឆាយនេះចិត្តនៅខាត់គឺឆាយជ្រៃចឹងបានថាទេសភាពនៅឆាយជ្រៃស្អាតប៉ុណ្ណាតោះយើងទៅទាំងអស់គ្នាបងប្អូនអរគ្នានេះគឺជាសម្រស់នៃទឹកធ្លាក់ឆាយជ្រៃណាគឺនៅសហគមន៍អេកូទេសចរទីផ្សារមួយទៅទឹកគឺចំមួយមែនតើប៉ុន្តែថាតែស្មានេះល្ងាចពេកហើយខ្លាចពេលវេលាខ້ອຍពេកអញ្ចឹងខ្ញុំគាត់តែដឹកយករូបភាពជូនបងប្អូនជាស្នាពីសម្រស់ឆាយជ្រៃកុំភ្លេចណាបើសិនជាមកលេងទីផ្សារគុំរំលងឆាយជ្រៃសោះព្រោះនៅជួបនឹងផ្លូវធ្វើដំណើរទេមិនផាត់ចូលព្រៃជ្រៅទេអរគុណច្រើនបងប្អូនអរគ្នាឥឡូវនេះខ្ញុំបាទកំពុងតែមានអារម្មណ៍អន្លង់អន្លួចលងនឹងសម្រស់ទឹកធ្លាក់ឆាយជ្រៃជាខ្លាំងដោយសារតែទឹកធ្លាក់នេះមានសម្រស់ស្រស់ស្អាតនិងទឹកថ្លាឆ្វង់ហើយគប់ជួនពេលនោះខ្ញុំក៏ទាញកាមេរ៉ាប៉ះចំនឹងសុនៈមួយក្បាលដែលកំពុងតែរត់ឆ្លងនោះធ្វើឲ្យមានអារម្មណ៍ថាសប្បាយសម្រាប់ទីផាតខ្ញុំនឹងបង្ហាញវីដេអូនៅបន្តទៀតនៅវីដេអូក្រោយឥឡូវនេះខ្ញុំនឹងទៅថតវីដេអូបន្ទាប់នៅភូមិទឹកស្រែនៅឯស្រុកស្រែអំបិលវិញ ប
អូខេបងប្អូនអរគ្នាទៅក្រោកពីព្រលឹមទៅមើលពពកនៅក្នុងស្ទឹងពពកការប្រយុទ្ធមិញហ្នឹងខ្ញុំនិងមេរបស់ខ្ញុំនិងតារាហ្នឹងគឺបានពិភាក្សាគ្នាថាចង់ទៅមើលសមុទ្រពពកនៅក្នុងស្ទឹងពពកប៉ុន្តែដោយសារតែថ្ងៃនេះពពកអត់ចេញអញ្ចឹងយើងក៏បានមកទេសនាទឹកធ្លាក់ពង្រូប៉ុន្តែយើងអាចបានឡើងទៅដល់លើទេគឺយើងទេសនាត្រឹមតែផ្ទៃខាងក្រោមនៃសម្រស់ទឹកធ្លាក់ពង្រូដែលស្ថិតនៅក្នុងស្រុកស្រែអំបិលខេត្តកោះកុងនេះផងដែរហើយមើលទៅផ្ទៃខាងក្រោមក៏ស្អាតមិនចាញ់ផ្ទៃខាងលើប្រហែលដែរហើយគូផ្សំជាមួយនឹងទេសភាពទៀតនៅទីនោះគឺមានទេសភាពពពកនៅអមចិត្តភ្នំនឹងមើលទៅគូជាទីមោទនៈយ៉ាងខ្លាំងហើយឥឡូវនេះខ្ញុំបានក៏បានមកទេសនាភូមិទឹកស្រែដែលជារីសតទេសនាមួយដែលនៅជួបនឹងស្ទឹងស្រែអំបិលនេះឯងហើយយើងក៏ចូលទៅទេសនាតាមកន្លែងរបស់គាត់ហ្នឹងពីទេសនាមួយមានការរៀបចំយ៉ាងស្អាតហើយនេះគឺជាសម្រស់នៃស្ទឹងស្រែអំបិលអូខេបងប្អូនអរគ្នាឥឡូវខ្ញុំបានបន្តភូមិទឹកស្រែហើយខ្ញុំនឹងចូលទៅផ្ដិតយករូបភាពទាំងអស់គ្នាជាមួយបងប្អូនអរគ្នានោះគឺជាវត្តមានរបស់ហេសគូប៊ូស៊ូជាមួយនឹងម្ចាស់ភូមិទឹកស្រែដែលគាត់បានអភិវឌ្ឍនៅកន្លែងដែលស្នាក់នៅដូចជាបឹងកាឡូការបោះតង់ដែលជួបជាមួយនឹងដងព្រៃស្រែអំបិលនេះមើលទៅទេសភាពទីនេះគូជាទីកន្លែងដែលស័ក្តិសមបំផុតសម្រាប់យុវវ័យដែលចង់ទៅលេងទីនោះបំបត្តិភាព stress នៅទីក្រុងសម្រាប់ខ្ញុំផ្ទាល់ក៏ចូលចិត្តទីនេះដែរថ្ងៃណាមួយខ្ញុំនឹងមកគេងទីនេះមួយយប់ហើយទៅមើលស្ទឹងពពកឲ្យបានសម្រេចអរគុណបងប្អូនអរគ្នាសម្រាប់ទស្សនាវីដេអូខ្ញុំ